ba vì tụi máu còn thực khơi còn đơn nên tặng ở kia cứ không mol bầm bông thọp tập tình kế á lầnนั้นคือยังมาធ្វើខ្លួនឯងតែម្ដងអានេះគឺខ្ញុំលាងច្រានទឹកមែនតើដើម្បីបានជាមួយនឹងខ្មុលដែលស្អាតបែបនេះទាំងអស់គ្នាបន្ទាប់មកមានជាមួយនឹងស្លឹកក្រូចលាងហើយយើងធ្វើការបេះវាបែបនេះតែម្ដងហើយមានជាមួយនឹងម្ទេសហ្នឹងគឺអត់មិនបានទេគឺត្រូវការរសជាតិដែរហឹលទាំងអស់គ្នាបន្ទាប់មកធ្វើការចាក់ខ្លាញ់ចូលជាមួយនឹងខ្ទះរបស់យើងមកយើងចាក់ហ៊ីងឆនទៅមកទាំងអស់គ្នាយើងដាក់បំពងជាមួយនឹងស្លឹកក្រូចមិនតែម្ដងដើម្បីឲ្យវាមានក្លិនឈ្ងុយជួសជាប់ជាមួយនឹងខ្លាញ់ដែរទាំងអស់គ្នាបន្ទាប់មកយើងធ្វើការស្រង់វាចេញវាបានគ្រឿងមុនហើយយើងធ្វើការបំពងខ្មុលតែម្ដងសម្រាប់ខ្មុលនេះទាំងអស់គ្នាយើងធ្វើការដាក់បំពងវាហើយទុកមកស្ទុះទៅយើងកូរវាម្ដងទៀតបន្ទាប់ពីយើងកូរវាម្ដងទៀតហើយឥឡូវហ្នឹងខ្មុលរបស់យើងគឺបានក្រៀមល្អហើយទាំងអស់គ្នាឆ្អិនបានក្រៀមស្រួយណាបន្ទាប់មកយើងមកធ្វើការលាយគ្រឿងសម្រាប់គ្រឿងរបស់ខ្ញុំលាយជាមួយនឹងប្រភេទស្ករសជាមួយនឹងរ៉ូឌីហើយជាមួយនឹងប៊ីចេងបន្តិចទាំងអស់គ្នាបន្ទាប់មករោយជាមួយនឹងម្ទេសការ៉េហ្នឹងគឺយើងរោយយកពណ៌ណាហើយនេះគឺខ្មុលរបស់យើងហ្នឹងគឺវាស្រក់ខាញ់ល្មមហើយយើងយកធ្វើការលាយជាមួយនឹងគ្រឿងយើងលាយមុននឹងចាកូរវាយ៉ាងសពហើយបន្ទាប់មកយើងធ្វើការដាក់លឹកក្រូចនិយាយទៅតាមអ្នកទាំងអស់គ្នាធ្វើបែបណាលឹកក្រូចដាក់ជាមួយនឹងម្ទេសដាក់ជាមួយនឹងស្លឹកខ្ទឹមអីចឹងទាំងអស់គ្នាអានេះតាមចំណូលចិត្តទាំងអស់គ្នាធ្វើទេចាបន្ទាប់មកយើងធ្វើការដាក់ជាមួយនឹងលឹកខ្ទឹមយើងហាន់បែបហ្នឹងណាហើយបន្ទាប់មកវារៀងអត់ស្ទើហឹលទាំងអស់គ្នាអញ្ចឹងខ្ញុំក៏ដាក់គ្រឿងថែមហើយដាក់ជាមួយនឹងម្ទេសហុយនេះគឺប្រភេទខ្ទឹមបំពងទាំងអស់គ្នាគឺកាន់តែឈ្ងុយឆ្ងាញ់តែម្ដងយើងដាក់ជាមួយណាហើយទាំងអស់គ្នានិយាយពីថាអូយរសជាតិឲ្យអូយតែម្ដងបើថាបានជុំគ្នាទាំងអស់គ្នានិយាយពីថាអូយមួយម៉ាត់មកកនិយាយពីថាឆ្ងាញ់មែនតើ